Ok, chẳng dương toពីមេរៀនមុនគឺពីមេរៀនមុនយើងសិក្សាតាក់ទងជាមួយនឹង Microtik ជាមួយនឹង Manage Switch ណាយើងធ្វើ VLAN 10 VLAN 20និង Native VLAN VLAN 1អូខេអញ្ចឹងយើងតទៀតឧទាហរណ៍ក្នុងករណីយើងមាន Manage Switch មួយទៀតតើយើងត្រូវធ្វើដូចម្តេចដើម្បីអាចឲ្យ Manage Switch មួយទៀតបោះ VLAN ចេញមកពី Microtik ដូចគ្នាអូខេអញ្ចឹងខ្ញុំសូមបើកនេះមកបើកអូខេអញ្ចឹងខ្ញុំយកអានេះគូដើម្បីអ្នកសួរមើលអូខេពីមុន port នេះយើងធ្វើវាជាត្រាំងអូខេខ្ញុំសុំ delete ចោលសិនមកអូខេអញ្ចឹងលើ Microtik នេះយើងបាន configure VLAN មាន VLAN 10 VLAN 10 VLAN 20នៅលើ Microtik នឹងហើយណាអូខេហើយយើងបាន config port នេះគឺជាត្រាំង port នៅក្នុង Cisco Switch ហើយយើងបាន config port នេះជា access VLAN 10 access VLAN 20ហើយ port ទី3នេះ access VLAN 1 native VLAN អញ្ចឹងទៅអូខេជានៅក្នុងករណីបើយើងមាន switch មួយទៀតយើងមាន Manage Switch Cisco មួយទៀតហើយយើងចង់ឲ្យ Manage Switch ហ្នឹងបោះ VLAN 10 VLAN 1ឬក៏ VLAN 20មួយទៀតណាតើយើងត្រូវធ្វើដូចម្តេចទើបអាច Manage Switch ហ្នឹងអាចបោះ VLAN ពី Microtik ដោយយើងភ្ជាប់Manage Switch ហ្នឹងមកកាន់ Cisco មួយនេះអូខេអញ្ចឹងទី1បងប្អូនត្រូវ add Cisco របស់យើងមួយមកហើយ add Cisco របស់យើងភ្ជាប់មកកាន់ switch នេះមកណាអូខេបន្តមកទៀតយើងត្រូវធ្វើការ config port 2នេះជាត្រាំងដូច port នេះដែរណាមានថាយើង config វាជាត្រាំងហើយយើង allow ឲ្យវា access VLAN ដូច port នេះអញ្ចឹងមានថានេះយើងធ្វើអីយើងយកមក apply អានេះអញ្ចឹងដូចគ្នាហើយបន្តមកទៀតយើងយក port នេះ access VLAN 1 port នេះ access VLAN 10អីអញ្ចឹងទៅណាអូខេអញ្ចឹងដើម្បី configure ទី1បងប្អូនចូលមកកាន់ switch នេះសិនមកហើយយើងចូលមកកាន់ port មួយនេះអូខេអញ្ចឹងយើង double click មកខ្ញុំ open SH មកណាអូខេអញ្ចឹងខ្ញុំ enter មួយមកអូខេអញ្ចឹងដើម្បីចូលបានយើងត្រូវ enable switch របស់យើងសិនខ្ញុំធ្វើការ enable ហើយយើងចូល global mode config terminal ណាអូខេបន្ទាប់ពីយើងចូលមកដល់ global mode យើងត្រូវការ access ចូល port មួយនេះដើម្បីធ្វើការ configure port មួយហ្នឹងអូខេអញ្ចឹងដើម្បីចូលបានយើងប្រើ INT ណាពាក្យកាត់គឺ INT មានន័យថា interface G1/0 អូខេអញ្ចឹងខ្ញុំចូលមកកាន់ port ហ្នឹងហើយបន្ទាប់ពីយើងចូលមកកាន់ port ហ្នឹងហើយយើង assign port ហ្នឹងទៅជាត្រាំងអញ្ចឹងដើម្បី assign បានយើងគ្រាន់វាយ switch port ត្រាំងencapsulate.1q ណាជា standard របស់យើងធ្វើការ enter មកបន្តមកទៀតយើង switch port បន្តមកទៀតយើង switch port mode ត្រាំងណាអូខេបន្តមកទៀតយើង switch port ត្រាំងnative VLAN វាមានថា native VLAN ចេញមកពី Microtik យើងប្រើ VLAN 1ណាអូខេបន្តមកទៀតយើង switch port ដដែលមក allow switch port ត្រាំង allow VLAN ណាខ្លះដែល access តាមត្រាំងហ្នឹងណាអញ្ចឹងយើងមាន VLAN 1 native VLAN យើង VLAN 10និង VLAN 20ណាយើង enter មកអូខេតែប៉ុណ្្នឹងមកគឺចប់ណាអូខេបន្តមកទៀតយើង END មកដើម្បីចាក់ចេញហើយយើងវាយ WR ដើម្បីធ្វើការ save configuration របស់យើងអូខេអញ្ចឹងមានន័យថាយើងបានធ្វើការ configure port G0/1 ហ្នឹងទៅជាត្រាំង port ហើយឲ្យវា access ដឹកជញ្ជូនបាន VLAN 10 VLAN 20និង VLAN 1អូខេអញ្ចឹងដើម្បីឲ្យ switch នេះស្គាល់មួយអានេះតើតា assign ដូចគ្នាណាឲ្យវាទៅជា native VLAN 1ហើយនិង access VLAN 10 VLAN 20ដូចគ្នាអូខេអញ្ចឹងតែប៉ុណ្្នឹងលើ switch នេះចប់ហើយយើងអាច show យើងប្រើ command មួយយើងអាចប្រើ command show interface ត្រាំងហើយយើង enter មកនេះអញ្ចឹងយើងឃើញ switch របស់យើងគឺ G0/1 mode on ហើយ enable encapsulate ហើយវាជាត្រាំង king ហើយ native VLAN របស់វាគឺ VLAN 1ណាអូខេហើយវាដឹកជញ្ជូន VLAN អីខ្លះណាអញ្ចឹង G0 របស់យើងគឺដឹកជញ្ជូនបាន VLAN 1 VLAN 20អញ្ចឹងខ្វះ VLAN 10មួយទៀតណាអញ្ចឹងបើសិនជាខ្វះយើងត្រូវថែមនេះដូចមិញខ្ញុំភ្លេចដាក់ VLAN 10ណាអូខេអញ្ចឹងបើសិនជាខ្វះយើងអាច access ចូល port នឹងម្ដងទៀតណាឧទាហរណ៍ថាបើយើងខ្វះយើងអាច access ចូល port នឹងម្ដងទៀតណានេះ access ចូល port នឹងម្ដងទៀតមកអូខេអញ្ចឹងខ្ញុំសូម access ចូល port ម្ដងទៀតវាបានត្រឹមតែ
VLAN 20 មាន VLAN 10 អូខេអញ្ចឹងយើងចូល config terminal អញ្ចឹងមកហើយយើង int g 1/0 ហើយ enter មកយើង switch port ត្រាំង allow VLAN យើងដាក់មកបាន 1 10 20ណាអូខេប៉ុណ្ណឹងមកហើយយើងចាក់ចេញម្ដងទៀតមកហើយយើង WR មកដើម្បី save configuration ហ្នឹងអូខេយើង enter មកអូខេអញ្ចឹងដំបងពិបាកទេយូរទៀតវាធម្មតាយើងអាច show interface ត្រង់ណានេះឃើញមកនេះឃើញមកនេះឃើញអញ្ចឹងយើងមានត្រាំងពី G0/0 G0/1 ណាហើយវាដឹកជញ្ជូនបាន VLAN 3ហ្នឹងក្រៅពីហ្នឹងគឺអត់ដើរទេណាអូខេបើយើងចង់ថែមយើងអាចថែមបានណាអូខេអញ្ចឹងយើងអាចដឹកជញ្ជូន VLAN ហ្នឹងបានហើយគឺ10 20ណាអូខេតាក់ទង spin tree forward stack not push អូខេអញ្ចឹងអានេះយើងអាចធ្វើបានអូខេអញ្ចឹងខ្ញុំសូមធ្វើការ save configuration មួយមកខ្ញុំបិទចោលអូខេតទៅទៀតយើងចូល switch នេះដូចគ្នាណាអូខេអញ្ចឹង client NPC នេះគឺអត់ទាន់ដើរទេដោយសារយើងអត់ទាន់បាន configure ត្រាំងនៅលើនេះដូចគ្នាយើងចូលមកលើនេះមកអូខេអញ្ចឹងយើងអាច enter មួយមកអូខេខ្ញុំ enable មួយមកយើងអាច show interface status មកដើម្បីមើល interface របស់យើងអូខេអញ្ចឹង interface G0/1 នេះខ្ញុំបាន config វាទៅជាត្រាំងម្ដងហើយណាអូខេអញ្ចឹងយើងអាច show មើលមកអូខេខ្ញុំអាច show ត្រាំងអូខេខ្ញុំអាច show interface ត្រាំងអូខេអញ្ចឹងវាគ្រាន់តែត្រាំង king ទេវាមិនទាន់ដឹកជញ្ជូន VLAN នេះទេអញ្ចឹងខ្ញុំអញ្ចឹងដើម្បី config កុំឲ្យវាត្រាំងណាអូខេឥឡូវខ្ញុំ config ឲ្យវាដូចដើមមកអញ្ចឹងអូខេខ្ញុំអាចចូល config terminal ហើយយើងចូលមកកាន់ interface ហ្នឹងមក int G0/0 ណាអូខេខ្ញុំដាក់int G0/0 ណាអូខេតមកទៀតខ្ញុំមក switch port mode access ណា switch port អូខេ switch port mode access switch port access VLAN 1ណាអូខេតមកទៀតខ្ញុំចាក់ចេញមកហើយយើងសូខ្ញុំ write configuration មកដើម្បី share វាខ្ញុំសូឲ្យបងប្អូនអរគ្នាមើលម្ដងទៀតអូខេអូខេខ្ញុំ enter មួយយើងចាំតិចទៅវាកំពុងតែ binding configuration ណាអូខេខ្ញុំអាច show interface status ម្ដងទៀតមកអូខេអញ្ចឹងវាដូចជា switch ថ្មីណាអត់តមាន configure អីទេអញ្ចឹងខ្ញុំធ្វើការ configure អានេះទៅជាត្រាំង port ណាអូខេអញ្ចឹងយើងវាយ switch port យើងវាយ config terminal តមកទៀតយើងចូល int យើងចូលមកកាន់ port នឹងមក G0/0 ណាអូខេតមកទៀតយើង switch port mode switch port ត្រាំង encapsulate.1q ដើម្បីធ្វើឲ្យវាទៅជាត្រាំង port តមកទៀត switch port mode ត្រាំងយើង tab មកណាអូខេតមក switch port ត្រាំង native VLAN យើងយក VLAN 1ណាវាជា native តមកទៀត switch port ត្រាំងallow VLAN មែន1 10 20អីចឹងទៅណាហើយយើងធ្វើការ enter មកហើយខ្ញុំចាក់ចេញមកហើយខ្ញុំវាយ WR ដើម្បីធ្វើការ save configuration ណាអូខេអញ្ចឹងបន្ទាប់ពីយើងបាន save configuration យើងអាច show interface status អូខេអញ្ចឹងកន្លែងហ្នឹងយើងបានវាទៅជាត្រាំងហើយណាហើយ port ផ្សេងៗនៅ VLAN 1 ដដែលទេអត់តដូរទេហើយបន្តមកទៀតយើង show interface ត្រាំងដើម្បីមើលត្រាំងយើងនឹងអាច access បាន VLAN នេះខ្លះណាយើងអញ្ចឹងយើងវាយ comment show interface ត្រាំងនោះមកណា G0/0 ជាត្រាំងហើយ native VLAN 1ណា
ហើយវាអាច access VLAN 10 VLAN 20បាននៅតាមរយៈ port ត្រង់ហ្នឹងអូខេបន្តមកទៀតយើងអាច show interface status ម្ដងទៀតមកអូខេអញ្ចឹងយើងយក port ទី1នេះ port 0/1 នេះឲ្យវា access VLAN 10ណា VLAN 1ដដែលយើងអត់ធ្វើអីទេបើ port នោះវា default វាគឺ VLAN 1ហើយបន្តទៀតយើងយកអា port G0/2 នេះឲ្យ access VLAN 10ណានេះ port នេះឲ្យ access VLAN 10អូខេ VLAN 10នេះណានេះអញ្ចឹងយើងយកអា VLAN 10ហ្នឹងឲ្យ access តាម port ហ្នឹងណានេះ port នេះអូខេអញ្ចឹងដើម្បី access បានយើងចូលមក config terminal ណាអូខេបន្តមកទៀតយើងចូលមកកាន់ port ហ្នឹងមក int G0/2 អូខេបន្តមកទៀតយើង switch port mode access VLAN with mode access VLAN ណា switch port mode access អូខេ switch port mode access switch port access VLAN 10អូខេអញ្ចឹងខ្ញុំឲ្យវា access VLAN 10ហើយណាហើយខ្ញុំដាក់END ចាក់ចេញហើយ WR ដើម្បី save configuration អូខេប៉ុណ្ណឹងមករងចាំតិចទៅវាកំពុងតែធ្វើការ save configuration ហើយយើងអាចធ្វើការ show interface status ម្ដងទៀតមកនោះជោគជ័យណាគេវា access VLAN 10ហើយនេះអូខេអានេះ access VLAN 1អូខេអញ្ចឹងយើងចូលមក client របស់យើងដើម្បី check មើលថាវាចាប់បាន IP អត់ណាអញ្ចឹងខ្ញុំចូលមកកាន់ VLAN 10មកអូខេអញ្ចឹងយើងអាចវាយ IP នៅលើ virtual IP DHCP ថាវាចាប់បាន IP ចេញមកពី router MikroTik របស់យើងអត់ដោយឆ្លងកាត់ manage switch មួយនេះអូខេអញ្ចឹងជោគជ័យណាអូខេយើងជោគជ័យណាអូខេចុះអានេះចាប់បាន VLAN 1អត់ណាយើងអានេះខ្ញុំចូលមកដូចគ្នាអូខេយើងអាចវាយ IP DHCP ដូចគ្នា printer ផ្លាច់អូខេអញ្ចឹងចាប់បាន IP ដូចគ្នាអូខេអញ្ចឹងយើងអាច ping វាទៅរកគ្នាបានមើលវាស្គាល់គ្នាអត់អូខេអញ្ចឹងខ្ញុំយក VLAN 1 ping មក VLAN 10វាស្គាល់គ្នាអត់ណាអូខេអញ្ចឹងខ្ញុំ ping មកកាន់ IP 192.168.10.254 ណានេះ254ខ្ញុំធ្វើការ printer ប៉កអូខេអញ្ចឹងវាអាច access គ្នាបានដែរបងប្អូនណាអូខេអញ្ចឹងខ្ញុំយកអានេះ ping មកអានេះវិញខ្ញុំយកខាងនេះ ping មកខាងនេះវិញណាអូខេអញ្ចឹងខ្ញុំយក ping មកអូខេនេះping ទៅកាន់ IP 10.10.10.254 interpop អូខេអញ្ចឹងសរុបមកយើងអាចឲ្យ VLAN 10 VLAN 1 access ចូលគ្នាបានហើយខ្ញុំសុំបិទចោលអូខេអញ្ចឹងសរុបមកមានន័យថាបើសិនជាយើងមាន MikroTik មួយហើយយើងធ្វើ port នេះជាត្រង់ហើយ port នេះក៏យើងធ្វើជាត្រង់ដែរដើម្បីឲ្យអា port នេះដឹកជញ្ជូនបន្តមកកាន់ manage switch មួយទៀតណាអូខេបើសិនជា access switch មិនបាច់ទេយើងគ្រាន់តែដោតមកវាស្គាល់ automatic ណាតែបើសិនជាយើងចង់ឲ្យអា manage switch នេះដឹកជញ្ជូនត្រង់ដែរតោះតែយើងធ្វើ port នេះទៅជាត្រង់ដូចគ្នាហើយ allow VLAN access តាមត្រង់នឹងបានអាចវាតនាការអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយបងប្អូនដែលទស្សនាវីដេអូហ្នឹងជួយ like follow និង subscribe ជើង YouTube admin មួយផងយើងជួបគ្នានៅវីដេអូក្រោយ